ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនឹងដែរខ្ញុំនឹងជូនទស្សនីយភាពបងប្អូនទាំងអស់គ្នាទៅកាន់ប្រាសាទបេងមាលាអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជាស្រពេចស្រពិលនៅឈ្មោះប្រាសាទមួយនេះរួមទាំងខ្ញុំម្នាក់ផងដែរដោយមនុស្សមួយចំនួនបានហៅថាប្រាសាទនេះគឺជាប្រាសាទបេងមាលានិងមនុស្សមួយចំនួនទៀតបានហៅប្រាសាទនេះថាប្រាសាទបឹងមាលាប៉ុន្តែដោយសារតែខ្ញុំបានធ្វើការ research ខ្លះៗអំពីប្រាសាទមួយនេះទើបខ្ញុំដាក់ចំណងជើងនៃវីដេអូមួយនេះថាជាប្រាសាទបេងមាលាប្រាសាទបេងមាលាចាប់ផ្ដើមកសាងតាំងពីដើមសតវត្សទី12ដោយស្នាព្រះហស្ថរបស់ព្រះបាទសូរ្យវរ្ម័នទី2ហើយប្រាសាទនេះដែរបានកសាងឡើងលើផ្ទៃដីទំហំ14ហិកតានិងដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនានិកាយវិស្ណុនិយមបាននិយាយរួមទៅគឺឧទ្ទិសថ្វាយទៅដល់ព្រះវិស្ណុហើយប្រាសាទនេះក៏មានកសិនទឹកឬអាចហៅបានថាជាគូទឹកដែលព័ទ្ធជុំវិញប្រាសាទនេះផងដែរចំណែកឯតួប្រាសាទបេងមាលាបានស្ថាបនាឡើងអំពីថ្មភក់និងថ្មបាយក្រៀមដែលវាមានទ្រង់ទ្រាយប្រហាក់ប្រហែលទៅនឹងប្រាសាទអង្គរវត្តដែលជាមូលហេតុដែលធ្វើឲ្យបុរាណវិទូមួយចំនួនបានយល់ថាប្រាសាទនេះជាប្លង់មេឬអាចនិយាយបានថាបុព្វបុរសខ្មែរបានកសាងប្រាសាទនេះឡើងមុននឹងឈានទៅរកការកសាងប្រាសាទអង្គរវត្តបើនិយាយអំពីសភាពនៃតួប្រាសាទនេះវិញយើងមើលឃើញថាផ្នែកខ្លះនៃតួប្រាសាទនៅរក្សានៅរចនាបថនិងទ្រង់ទ្រាយនៅរឹងមាំដដែលចំណែកឯផ្នែកខ្លះវិញយើងក៏ឃើញថាមានការទ្រុឌទ្រោមនិងបែកបាក់មួយចំនួនដោយបំណែកថ្មដែលបានបែកបាក់នោះបានរំពាត់ទៅដោយស្លាយនៃពណ៌បៃតងអមជាមួយនឹងរុក្ខជាតិតូចធំដែលបានដុះចាក់ជ្រេះឫសនៅលើថ្មនៃប្រាង្គប្រាសាទដែលបង្កើតបានជាទស្សនីយភាពមួយដែលគួរឲ្យគយគន់ហើយប្រសិនបើអ្នកទាំងអស់គ្នាបានដើរចូលទៅក្នុងប្រាសាទនោះអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាអ្នកទាំងអស់គ្នាកំពុងតែដើរផ្សងព្រេងទៅដល់ប្រាសាទបុរាណដ៏ចំណាស់មួយដែលមានទីតាំងស្ថិតនៅកណ្ដាលព្រៃបាននិយាយអំពីទីតាំងនៃប្រាសាទបេងមាលាវិញគឺមានទីតាំងស្ថិតនៅភូមិបេងមាលាស្រុកស្វាយលើខេត្តសៀមរាបដែលស្ថិតនៅខាងកើតនៃជើងភ្នំគូលែនហើយប្រាសាទបេងមាលានេះមានចម្ងាយប្រហែលជា55គីឡូម៉ែត្រពីក្រុងសៀមរាបផងដែរ